និយាយពីមេជាចឹងមកបានមីខគោម្ដងជាតិយ៉ាងណាចាចឹងអានឹងដាច់ចិត្តមកធ្វើមីខគោញ៉ាំជាដំបូងគឺខ្ញុំចិត្តក្រត់ចិត្តអីចាហើយក៏ទុកចិត្តក្រត់ហើយខ្ញុំក៏មានដូចជាដំឡូងជ្វាផងដែរដើម្បីដាក់ឲ្យខគោកាន់តែមានជាតិផ្អែមចានិយាយទៅគឺដាក់ចាននេះដាក់តែមួយបើសិនជាដាក់ចានក៏បានដែរគាត់ថាខ្ញុំចង់ញ៉ាំតែមួយដាក់តែមួយហើយក៏មានជាខ្ទឹមបារាំងក៏ដូចជាខ្ទឹមក្រហមអីដែរតិចតួចដើម្បីឲ្យកាន់តែមានជាតិឈ្ងុយឆ្ងាញ់បន្ទាប់ពីចិត្តបន្លែហើយអស់ហើយគឺចាប់ផ្ដើមត្រៀមរៀបចំសាច់ដើម្បីលាងចាហើយសាច់គោនោះគឺទិញមកកន្លះគីឡូបងប្អូនឃើញនេះជាគ្រឿងដែលខ្ញុំត្រូវប្រើហើយសម្រាប់នេះគឺជាគ្រឿងកញ្ចប់ដែលខ្ញុំនឹងត្រូវដាក់ជាមួយនឹងខគោគ្រឿងកញ្ចប់ហ្នឹងគឺជាផលិតផលរបស់កូនខ្មែរយើងហើយមានតែគ្រឿងកញ្ចប់នឹងមួយមុខគឺអាចថាធ្វើឲ្យខគោរបស់យើងគឺមានរសជាតិឆ្ងាញ់ទាំងស្រុងហើយគ្រាន់តែយើងថែមគ្រឿងអីតិចតួចលើសនឹងទេមិនចាំបាច់តែទិញគ្រឿងអីជប់ពីក្រោយច្រើនទេចានិយាយទៅគឺគុណតម្លៃពិសេសហ្មងណាងាកមកខាងនេះវិញគឺខ្ញុំចាប់ដើមត្រៀមរៀបចំចិញ្ច្រាំខ្ទឹមដើម្បីបំពងបងប្អូនឃើញហើយខ្ទឹមរាងច្រើនតិចដោយសារតែខ្ញុំចង់ឲ្យខគោរបស់ខ្ញុំពេលឆ្អិនហើយគឺមានខ្ទឹមបំពងដាក់ពីលើការច្រាំខ្ទឹមរបស់ខ្ញុំផងដែរហ្នឹងគឺខ្ញុំអត់សូវចេះច្រាំទេព្រោះសារខ្ញុំស្អប់ហ្មងលក្ខណៈថាច្រាំពេលណាខ្ទឹមជ្រុះពីជ្រុញចង់អស់ហើយនិយាយទៅគឺវាខ្ទាតចេញណាពេលចឹងវេទនាមែនតើបន្ទាប់ពីច្រាំហើយអស់ហើយក៏ចាប់ផ្ដើមរៀបចំខ្ទឹមនឹងដាក់បំពងចាឥឡូវគឺដាក់ខ្ទះឲ្យក្តៅហើយដាក់ប្រេងឆាចូលហើយពេលប្រេងឆាឡើងក្តៅក៏ចាក់ខ្ទឹមចូលវឹកចាមិនយូរប៉ុន្មានទេគឺខ្ទឹមក៏ឡើងក្រហមដូចបងប្អូនឃើញក្នុងរូបចឹងគឺជាការរួចជាការស្រេចហើយបន្ទាប់ពីខ្ទឹមឡើងបំពងហើយគឺខ្ញុំចាប់ផ្ដើមធ្វើការហាន់សាច់គោចាសាច់គោនឹងផងដែរគឺហាន់ជាបន្ទះធំក៏បានតូចក៏បានបើសិនជាបងប្អូនស្រឡាញ់ជាដុំធំអាចហាន់ជាដុំធំទៅតែខ្ញុំហាន់ជាដុំតិចតួចដោយសារអីខ្ញុំចូលចិត្តញ៉ាំអីតិចតួចព្រោះស្រួលទៅពេលចាដល់ពេលដាក់ធំពេកខ្លាចលោញ៉ាំពិបាកទៅពេលចឹងដាក់ដុំតិចតួចល្មមចឹងបងប្អូនអាចហាន់តាមអ្វីដែលបងប្អូនចូលចិត្តអីចឹងណាបន្ទាប់ពីហាន់សាច់គោហើយឥឡូវចាប់ដើមបើកខ្ទះម្ដងទៀតគឺចាប់ដើមដាក់បំពងខ្ទឹមចាឲ្យភ្លេចគិតថាខ្ទឹមដែលនៅពីមុនហ្នឹងវានៅដល់ពេលឲ្យបើកភ្លើងខ្លាំងពេកដល់ពេលចឹងរឿងខ្លោចខ្ទឹមអត់ជាបញ្ហាចាខ្ញុំអត់ខ្វល់គឺខ្ញុំធ្វើទៅម្ដងឥឡូវចាប់ដើមដាក់គ្រឿងខគោទៅមួយកញ្ចប់ទាំងអស់ហើយបន្ទាប់ពីដាក់គ្រឿងខគោហើយក៏ដាក់សាច់គោចូលកូរវឹកហើយក៏ដាក់ប្រេងខ្យងបន្តិចហើយក៏មានជាម្សៅស៊ុបរ៉ូឌីដាក់ជាស្ករចាហើយក៏ចាប់ដើមកូរវឹកបន្តិចក៏រៀបដាក់បន្លែដូចជាការ៉ុតហើយនឹងដំឡូងជ្វាដែលបានចិតរួចហើយស្រាប់ដាក់កូរជាមួយដើម្បីឲ្យឆាប់ផុយទៅផងនឹងដែរក៏មានដាក់ជាអំបិលពីស្លាបព្រាកាហ្វេទូដើម្បីឲ្យមានរសជាតិកាន់តែមុតឈ្ងុយឆ្ងាញ់ចាហើយបន្ទាប់ពីខ្ញុំដាក់គ្រឿងហើយអស់ក៏ខ្ញុំទុកឲ្យខគោពុះបន្តិចហើយក៏ថែមទឹកចូលឲ្យបងប្អូនឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងគឺខគោអត់មានពិបាកអីបងប្អូនមានតែប៉ុណ្ណឹងតាមបើសិនជាបងប្អូនអត់ចេះអីធ្វើខគោពីមុនអត់ដែរធ្វើអីចឹងអាចប្រើគ្រឿងកញ្ចប់ដូចខ្ញុំបានចាងាយស្រួលមែនតើឥឡូវគឺខគោឆ្អិនហើយខ្ញុំរៀបមីមួយចានដើម្បីដាក់ញ៉ាំឥឡូវបងប្អូនឃើញហើយខ្ញុំដួសដាក់និយាយទៅអត់មានខ្វល់ថាបងប្អូនបានឃើញអត់ទេគឺដួសដាក់មកឃ្លានហ្មងវិជ្ជាមិនជាចាំការបានខគោមួយចានញ៉ាំហើយមានដូចជាប្រហិតមានអីជាមួយបន្លែបន្ទាប់អីទៀតអូនិយាយថាជាតិនោះជាតិយកទៅមែនតើហ្មងណាហើយមិនធម្មប៉ុណ្ណឹងទេណាគឺខ្ញុំថែមជីលើសនឹងទៀតដើម្បីឲ្យកាន់តែឆ្ងាញ់តាមពិតណាខគោហ្នឹងមានបន្លែមានអីនៅពីក្រោមតែខ្ញុំអត់បានថតឲ្យបងប្អូនមើលទេខ្ញុំមានដាក់ដូចជាស្ពៃហើយតកួនអីផងដែរតែខ្ញុំដាក់នៅខាងក្រោមព្រោះសារតែឲ្យវាចាប់តិចឥឡូវគឺបានខគោមួយចានហើយខ្ញុំមកអង្គុយញ៉ាំបងប្អូនមើលអូយតំណងមែនតើហ្មងញ៉ាំដាក់យកចាខគោនោះមានពិបាកធ្វើទេបងប្អូនបើសិនជាបងប្អូនមានពេលបងប្អូនអាចធ្វើញ៉ាំនៅផ្ទះជួបជុំគ្រួសារកាន់តែធ្វើឲ្យគ្រួសារយើងមានភាពរីករាយចាហើយខ្ញុំមានតែប៉ុណ្្នឹងទេវីដេអូរបស់ខ្ញុំអរគុណច្រើនបាយបាយ